មកសាករូបមន្តថ្មីស្រាបៀរម្នាស់ទឹកដូងគឺថាប្លែកទៀតហើយអានេះខ្ញុំបានមកពីវីដេអូបទទេឃើញគេរៀបចំ cocktail មួយនេះគេលាយជាមួយបៀរមួយទឹកម្នាស់vàជាដំបូងគឺយើងមានទឹកកកយើងដាក់ទឹកកកពីបេះដូងចូលសិនទៅហើយដាក់បន្តិចសិនបានទេកុំទាន់ដាក់ពេញកែវណាអញ្ចឹងម្ដងពីរដងបន្ទាប់មកយើងប្រើទឹកម្នាស់ហើយយើងចាក់ទឹកម្នាស់ចូលទៅទឹកម្នាស់ហ្នឹងគឺយើងចាក់យើងច្រើនតិចទៅព្រោះយើងយកវាក្លិនម្នាស់ហើយរសជាតិម្នាស់អញ្ចឹងយើងត្រូវយកម្នាស់ឲ្យច្រើនតិចអញ្ចឹងយើងចាក់យើងច្រើនតិចមកបន្ទាប់មកទី2យើងប្រើជាទឹកដូងយើងហ្នឹងបាទហើយយើងចាក់ចូលវាយើងច្រើនតិចដែរមកបន្ទាប់មកយើងប្រើសាច់ដូងចូលបន្តិចទៅដើម្បីឲ្យវាមានក្លិនដូងនៅកណ្ដាលកែវអញ្ចឹងណាបាទបន្ទាប់មកទៀតយើងនឹងថែមម្នាស់នេះយើងយកទៅដុតវាក៏បានដើម្បីវាកាន់តែឈ្ងុយណាគ្រាន់តែយកជាឈ្ងុយទេមិនមែនយករសជាតិអីទេគ្រាន់តែឈ្ងុយម្នាស់កាន់តែយកទៅដុតទៅវាកំឡោចជាតិស្ករនៅក្នុងម្នាស់ហ្នឹងទៅវាទៅជាឈ្ងុយអញ្ចឹងយើងយកមកប្រើបានមួយចំណិតពីរចំណិតទៅហើយជាចុងក្រោយនេះគឺយើងថែមជាប៊ីយ៉ាបាទគឺស្រាបៀរយើងហ្នឹងស្រាបៀរអីក៏បានដែរយើងយកថែមទៅហើយយើងដាក់ឲ្យពីងចិត្តពេញតិចមកព្រោះអាហ្នឹងយើងត្រូវដាក់បៀរច្រើនយើងអាចដាក់បៀរតិចបានទេព្រោះក្លិន cocktail ហ្នឹងគឺស្រាបៀរម្នាស់អញ្ចឹងប៉ុន្តែយើងត្រូវដាក់ជាតិដូងបន្តិចដែរវាឈ្ងុយដូងដែរអញ្ចឹងណាតែ3មុនហ្នឹងលាយចូលគ្នាម្យ៉ាងដែរវាប្លែករសជាតិនឹងប្លែកមែនទែនអ្នកទាំងអស់គ្នាអាចសាកបានហ្នឹងហើយបន្ទាប់មកយើងថែមទឹកកកដើម្បីបង្ហើយវាហើយច្រើនពេកហៀយើងកុំដាក់ថែមយើងដាក់ប៉ុណ្្នឹងបានហើយហ្នឹងហើយអញ្ចឹងយើងជាចុងក្រោយនេះយើងថែមម្នាស់មួយចំណិតទៀតទៅដើម្បីយកឈ្ងុយម្នាស់ហើយអ្នកទាំងអស់គ្នាកុំភ្លេចកុំតាន់កោទុកវាមួយសន្ទុះសិនកុំតាន់កោភ្លាមអញ្ចឹងចាំពេលយើងទុកវាមួយសន្ទុះហើយបានយើងយកវាទៅកោហ្នឹងហើយយើងយកវាមកកោហើយយើងក្រៀបរសជាតិមើលទៅអ្នកទាំងអស់គ្នាសាកមើលហើយ feedback ពីរសជាតិវិញមើលតើវាយ៉ាងណាដែរសម្រាប់ខ្ញុំយល់ថាអូខេអាចទទួលយកបានវាប្លែកដែរហើយយើងញ៉ាំតិចទៅយើងកុំញ៉ាំច្រើនពេកមកយើងញ៉ាំដើម្បីសម្រាប់ពោះក្បាលយើងពីធ្វើការងារហត់អីចឹងណាថ្ងៃនេះយើងគិតច្រើនអីចឹងទៅឬក៏យើងហត់ពីនេះពីនោះមានសម្ពាធពីនេះពីនោះអីមកយើងមកសាកនេះទៅដើម្បីផ្លាស់ប្ដូរអារម្មណ៍ថ្មីដាក់កន្លះកែវទៅអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាល្អឡើងវិញ